សេចក្តីស្រឡាញ់ណាក៏ដោយប្រសិនបើយើងបំណងចង់បានសេចក្តីសុខអំពីគូភាគីដែលយើងស្រឡាញ់យើងចង់បាននៅសេចក្តីសុខអំពីគេនៅពេលដែលមិនបានដូចបំណងពិតជាឈឺចិត្តខ្លាំងណាស់ក៏ប៉ុន្តែប្រសិនបើយើងស្រឡាញ់នរណាម្នាក់ដោយគិតបំណងថានឹងផ្ដល់សុភមង្គលឲ្យមនុស្សដែលយើងស្រឡាញ់នៅពេលដែលបែកបាក់ទៅយើងមិនសូវឈឺចាប់ទេពីព្រោះអីពីព្រោះយើងអត់សង្ឃឹមយ៉ាងខ្លាំងថាយើងនឹងបានសេចក្តីសុខអំពីម្នាក់ទៀតប៉ុន្តែយើងគ្រាន់តែគិតថាបាននាងឬក៏បានគាត់ជាគូអនាគតដើម្បីកសាងគ្រួសារម្នាក់ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីគាត់អញ្ចឹងបើគាត់មិនត្រូវការយើងនោះមានន័យថាមិនមែនយើងជាមនុស្សមិនមានលៀបទេពាក្យចេះពីមិត្តភក្តិអាត្មាមួយពាក្យនឹងចេះពីគេទេណាដូចថាយើងស្មោះចំពោះគេហើយយើងល្អចំពោះគេហើយគេនៅតែមិនស្មោះចំពោះយើងត្រូវប្រាប់ខ្លួនឯងថាមកពីអ្នកនោះគ្មានសំណាងបានមនុស្សល្អម្នាក់មិនចេះពីគេដែរទេប៉ុន្តែពាក្យត្រឹមត្រូវអញ្ចឹងបើស្នេហានោះយើងមិនសង្ឃឹមសេចក្តីសុខមិនចង់កេងចំណេញអ្វីអំពីគេច្រើននោះទេយើងក៏អត់មានខកចិត្តអីខ្លាំងដែរប៉ុន្តែពេលដែលយើងខកចិត្តខ្លាំងដោយសារយើងផ្ញើសេចក្តីសង្ឃឹមចង់បានសេចក្តីសុខពីគេខ្លាំងពេកចឹងតែបើយើងស្រឡាញ់មនុស្សម្នាក់ដោយក្តីមេត្តាស្រឡាញ់ដោយការយល់ស្រឡាញ់ដោយចង់ផ្ដល់សេចក្តីសុខឲ្យគេសប្បាយចិត្តនឹងឃើញមនុស្សដែលយើងស្រឡាញ់បានសេចក្តីសុខនៅពេលដែលបាត់បង់ទៅយើងមិនកើតទុក្ខខ្លាំងយើងមិនពិបាកចិត្តខ្លាំងដោយសារអីដោយសារទី1យើងអត់មានបាត់បង់អីពីព្រោះថាយើងមិនចង់បានអីពីគេអ្វីដែលយើងចង់ឲ្យគ្រាន់តែចង់ផ្ដល់សេចក្តីសុខឲ្យគេប៉ុណ្ណោះហើយម្យ៉ាងទៀតនៅពេលដែលគេទៅនោះគេបានសេចក្តីសុខគួរតែសប្បាយចិត្តពីព្រោះបើយើងបានគេក៏យើងចង់ផ្ដល់សេចក្តីសុខឲ្យគេដដែលតែបើគេឃើញថាយើងមិនអាចជាទីសង្ឃឹមរបស់គេបានហើយគេទៅយកមនុស្សផ្សេងដែលគេគិតថាអាចផ្ញើវាសនាលើមនុស្សដទៃផ្សេងបានគួរតែអបអរសាទរ